ខ្ញុំជឿថាមានបងប្អូនជាច្រើនឥឡូវពួកគាត់បានស្គាល់ពីពពួកលោកកម្មញីនេះច្រើនមែនទែនពួកលោកកម្មញីនេះមករយៈចុងក្រោយនេះគឺផ្ទុះសាហាវមិនថាតំបន់ខ្ញុំតំបន់ខាងបងផ្សេងៗទេពួកគាត់ចេះធ្វើទាំងអស់គ្នាហ្មងឥឡូវសំបីតែនៅក្នុងភូមិខ្ញុំពួកគាត់ចេះធ្វើច្រើនមែនទែននិយាយទៅខ្ញុំសប្បាយចិត្តណាស់បងប្អូនដោយសារឃើញបងប្អូនយើងជាច្រើនដែលគាត់ទន្លេពីការងារឬក៏ពួកគាត់ឈប់សម្រាប់អីពួកគាត់មកងាកមករបៀបថាធ្វើអីដែលមានប្រយោជន៍ដែលបានផលប្រយោជន៍មកទោះថាយើងបានលក់បានអីចេញវិញក៏ពួកគាត់អាចធ្វើបានសម្ភារៈដាក់តាំងតុបតែងលម្អនៅក្នុងគេហដ្ឋានយើងដែរអញ្ចឹងហើយបងមួយចំនួនទៀតពួកគាត់ធ្វើលក់គាត់មានមុខរបរមានអីគាត់នៅផ្ទះគាត់មើលកូនគាត់អាចរកស៊ីអីបានអញ្ចឹងបងប្អូនសម្រាប់ការបត់ផ្កានេះមួយបងប្អូនអត់មានអីពិបាកទេលក់កម្មញីនេះគឺងាយស្រួលមែនទែនហើយសម្ភារៈវាអត់មានអីញ៉ៃញ៉ៃទេហើយតម្លៃវាធូរថ្លៃសមរម្យសម្រាប់បងប្អូនយកទៅរៀនបត់បានហើយសម្រាប់វីដេអូនេះខ្ញុំអត់មានអធិប្បាយនៅក្នុងរបៀបបត់ផ្កាបងប្អូនដោយសារខ្ញុំបានបង្ហាញនៅក្នុងហ្នឹងទោះបីជាខ្ញុំនិយាយទៀតក៏បងប្អូនឃើញតែប៉ុណ្្នឹងដែរដោយសារខ្ញុំកាត់វាឲ្យរបៀបថាកាត់តិចតិចមែនតើខ្ញុំធ្វើយឺតៗឲ្យបងប្អូនងាយស្រួលមើលហើយណាមួយបងឥឡូវគាត់ចេះច្រើនអញ្ចឹងគាត់គ្រាន់តែឃើញទៅគាត់ដឹងថារបៀបបត់មិនខ្មិចគាត់ថាសម្ភារៈរបស់យើងយកមានអីច្រើនទេបងប្អូនយើងត្រូវការតែលួសពណ៌ផ្កាពណ៌បដូលហើយពណ៌ស្លឹកដើមស្គុតរុំតែប៉ុណ្្នឹងទេបងប្អូនហើយសម្រាប់ធ្វើរបស់វាបងប្អូនមានតែចង្កឹះមួយឬក៏ប៊ិចមួយដើមឬក៏ខ្មៅដៃក៏បានដែរបងប្អូនរុំតាមនឹងដូចតែខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងទៅបងប្អូនឆ្លាញ់5ដាក់5បងប្អូនឆ្លាញ់6ធ្វើ6បងប្អូនឆ្លាញ់7ដាក់7ទៅចឹងទៅហើយបត់មូលតាមខ្ញុំហ្នឹងទៅងាយស្រួលមែនតើអត់ពិបាកអីសោះហ្មងនិយាយទៅខ្ញុំនិយាយតែនៅថាអត់ពិបាកអីសោះហ្មងងាយស្រួលហ្មងហើយយើងធ្វើឲ្យបានស្អាតដាក់តាំងលម្អនៅលើនៅផ្ទះយើងទៀតនិយាយទៅឥឡូវវាគៀកបនចូលឆ្នាំខ្មែរបងប្អូនត្រូវការអីអាចកំងពីខាងខ្ញុំបានដោយសារពពួកនេះវាផ្ទុះខ្លាំងមែនតើអញ្ចឹងចូលស្តុកមកខ្ញុំជឿហ្មងចូលមកមួយជើងបងប្អូនលក់អត់មានដល់មួយអាទិត្យទេគឺអស់ឆាញ់ហ្មងហើយចូលច្រើនណាបងប្អូនអត់មានយកមកតិចតិចទេតែអីវ៉ាន់វាផ្ទុះខ្លាំងមិនថាខ្ញុំមិនថាអ្នកលក់ផ្សេងៗពួកគាត់លក់ដាច់ស្តុកដូចគ្នាចង់មាន100,000 1000ក៏លក់អត់គ្រាន់ដែរអញ្ចឹងបងប្អូនអាចរៀនបត់បាននៅតាមវីដេអូហ្នឹងដែលខ្ញុំបានបង្ហាញហ្នឹងអញ្ចឹងសម្រាប់វីដេអូបរៀនកាច់ផ្សេងៗអីក៏មាននៅក្នុងហើយខ្ញុំផុសស្រេចពីមុនមកហើយបងប្អូនគាត់ថារយៈចុងក្រោយនេះខ្ញុំអត់សូវបានផុសឲ្យបងប្អូនដោយសារខ្ញុំគិតថាមានបងជាច្រើនគាត់ចេះហើយទោះបីថាខ្ញុំមិនបង្ហាញក៏ពួកគាត់អាចមើលតាមវីដេអូផ្សេងៗឬក៏បោះបរទេសតែគាត់បានបត់បង្ហាញនៅក្នុង TikTok ឬក៏ YouTube អីចឹងណាសម្រាប់ខាងខ្ញុំមានលក់រីនឹងបោះដុំបងប្អូនបើសិនបងប្អូនចង់បានសម្ភារៈណាមួយឬក៏ចង់យកទៅលក់បន្តអីអាចឆាតចូល page បានឬក៏បងប្អូនចង់ដឹងព័ត៌មានបន្ថែមបងប្អូនចង់ដឹងថាមានសម្ភារៈលក់សម្ភារៈអីខ្លះនៅក្នុង page ខ្ញុំនៅក្នុងហាងខ្ញុំបងប្អូននៅចិត្តអាចមកមើលដល់ទីតាំងបានបងប្អូននៅឆ្ងាយបងប្អូនអាចសើចចូលមើលក្នុង page បន្ថែមបានបងប្អូនដោយសារសម្ភារៈយើងមានច្រើនបងប្អូនអាចចូល sale ទៅឆាតមកសួរក៏បានដែរបើថាឲ្យអ្នកលក់ផ្ញើឲ្យទាំងអស់ហ្មងតែគាត់រួយបងប្អូនមានច្រើនមែនតើអញ្ចឹងបងប្អូនចង់បានអីឆាតទៅហូបមកសួរសម្ភារៈណាខ្ញុំមានខ្ញុំប្រាប់តែមានអត់គឺអត់អញ្ចឹងទៅបងប្អូនចូលមើលក្នុង page ហ្នឹងរបស់ណាដែលខ្ញុំមាននៅក្នុង stock គឺខ្ញុំមានផុសឲ្យបងប្អូនអត់មានយកតែរូបមកផុសឲ្យកំងទៅបាត់អត់មានឃើញអីវ៉ាន់បងប្អូនហើយខ្ញុំធានារាល់ការវិចខ្ចប់អីវ៉ាន់ខ្ញុំវិចខ្ចប់ឲ្យបងប្អូនស្អាតអត់មានឲ្យទៅប្រទេសបតាប្រតិចនិយាយទៅរឿងវិចខ្ចប់មួយខ្ញុំធានាជូនបងប្អូនមកអត់ស្អាតខ្ញុំអត់ដាក់ឲ្យភ្ញៀវហ្មងហើយខ្ញុំសង្ឃឹមថាមានបងជាច្រើនគាត់នឹងចេះចាក់ហើយនឹងចេះបត់ស្បៃដោយសារស្បៃយើងមានលក់ដែរតែគ្រាន់ថាអត់សូវទលំទលាយណាមួយវាពិបាកជាងលក់កម្មញីសាំញ៉ាំជាងលក់កម្មញីអញ្ចឹងខ្ញុំសង្ឃឹមថាមានបងគាត់ចង់រៀនធ្វើឬក៏ចង់រៀនបត់នឹងបន្ថែមទៅមុខទៀតនិយាយទៅអានេះជាការងាររបៀបថាការងារមេផ្ទះតែមានប្រយោជន៍វាល្អជាងយើងយកពេលទៅលើទូរស័ព្ទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្រឡាញ់ចូលចិត្តនិងគាំទ្រពេកខ្ញុំរហូតមកបងប្អូនចាំបងប្អូនជួយ like ជួយ share ម្នាក់មួយផងបងប្អូនសម្រាប់បងដែលគាត់ចង់រៀនបត់អីគាត់ចេះបត់ឲ្យគាត់បានឃើញវីដេអូហ្នឹងអញ្ចឹងហើយសម្រាប់សម្ភារៈបងប្អូនចង់បានឆាតចូលពេកទាំងអស់គ្នាអរគុណច្រើនលោកបានអ្នកទាំងអស់គ្នាហេងជួបគ្នាវីដេអូក្រោយ